ដោយឡែកប្រធានក្លឹបប្រដាល់ចិនបាននិយាយថាកីឡាករលូនបញ្ញាជាកីឡាករប្រដាល់ kick boxing មានទម្រង់វាយល្អជាងគេក្នុងចំណោមកីឡាករជួរមុខ4រូបរបស់កម្ពុជាកីឡាករជម្រើសជាតិប្រដាល់ kick boxing លូនបញ្ញាបានឆក់យកបេះដូងប្រធានក្លឹបប្រដាល់ឡុងហៃរបស់ចិនឲ្យជ្រើសរើសចូលរួមក្នុងកម្មវិធីប្រដាល់ធំមួយនៅប្រទេសចិននៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2023ខាងមុខនេះដោយម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេមរូបនេះត្រូវបានមើលឃើញថាជាកីឡាករ kick boxing ដែលមានទម្រង់វាយល្អនិងលេចធ្លោជាងគេក្នុងចំណោមកីឡាករ kick boxing ជួរមុខរបស់កម្ពុជា4រូបរួមមានកីឡាករឈឿនលវៃទួយរ៉ាឆាននិងកីឡាករឈុនសេរីវ៉ាន់ថតលោកគូយ៉ាងប្រធានក្លឹបប្រដាល់ឡុងហៃបានបញ្ជាក់ថាការដែលពួកយើងសម្រេចចិត្តជ្រើសរើសយកកីឡាករលូនបញ្ញាចូលរួមក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិនេះគឺគណៈកម្មការផ្គូផ្គងប្រកួតបានពិនិត្យមើលពីវីដេអូដែលកីឡាករកម្ពុជាចំនួន4រូបហើយយើងពេញចិត្តកីឡាករលូនបញ្ញាជាងគេព្រោះទម្រង់វាយរបស់លូនបញ្ញាល្អអាចយកទៅប្រកួតជាមួយកីឡាករចិនដែលមានសមត្ថភាពប្រហាក់ប្រហែលជាមួយនឹងលូនបញ្ញាលោកបញ្ជាក់ថាការប្រកួតនេះកីឡាករលូនបញ្ញាត្រូវប្រកួតក្នុងប្រភេទទម្ងន់67គីឡូក្រាមប៉ះជាមួយកីឡាករជើងខ្លាំងរបស់ចិនមួយរូបដែលប្រកួតជាលក្ខណៈ kick boxing លោកជឿជាក់ថាការប្រកួតមិត្តភាពអន្តរជាតិនេះនឹងជួយឲ្យលូនបញ្ញាទទួលបានបទពិសោធន៍ល្អនិងបច្ចេកទេសថ្មីដើម្បីត្រៀមប្រកួតប្រជែងដណ្ដើមមេដាយជូនកម្ពុជាពីកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ